unboxing នៅឈុតសភៅក្បាំងមុខ5ម៉ែពីស្រឡាញ់សភៅខ្ញុំចង់និយាយថាខ្ញុំគឺជាមនុស្សម្នាក់ដែលជួយចិត្តសភៅខ្ញុំស្រឡាញ់សភៅខ្ញុំជួយចិត្តអានប៉ុន្តែខ្ញុំតែងតែមានលេសសម្រាប់ខ្លួនឯងមិនឲ្យអានសភៅចាសភៅនេះដែរគឺខ្ញុំតែងមកខ្ទង់2ឆ្នាំ it's rather 2ឬ3ឆ្នាំហើយនិយាយទៅដឹងតែអាហ្នឹងវារៀងយូរដែរហើយខ្ញុំអត់តបានអានទេខ្ញុំធ្លាប់ធ្វើវីដេអូ unboxing បានម្ដងគត់និយាយទៅក្នុងហ្នឹងគឺខ្ញុំបើកមើលបានម្ដងពីរដង and then ទុកវាតាំងចាហើយឥឡូវនេះដែរគឺឆ្នាំ2025ហើយខ្ញុំក៏អត់នៅតែអត់បានអានសភៅហ្នឹងប៉ុន្តែ let's do an unboxing with you guys ដោយសារ why not ដោយសារយើងខំទៅទិញសភៅហ្នឹងហើយប៉ុន្តែបើសាច់ថាមិនបានអានកុំបានចុះឲ្យតែបាន unboxing ឲ្យអ្នកនរគ្នាមើលអូខេអបហ្នឹងគឺវាខំអប់តិចចា so yeah យើងបើកទៅអស់គ្នា so ពេលដែលយើងបើកប្រអប់ហ្នឹងមកយើងក៏បានឃើញគាត់ទៅសេថាសូមស្វាគមន៍មកកាន់ផែនដីនៃអំណាចអាណាចក្រអច្ឆរិយៈសូមស្វាគមន៍មកកាន់ផែនដីនៃអំណាចអច្ឆរិយៈពីស្រឡាញ់សភៅ Kingdom សូមសភៅនេះដែរនៅស្អាតដដែលនៅសអត់មានលឿងអីទេហើយនេះគឺជា receipt ដែលខ្ញុំទិញវិញខ្ញុំទិញក្នុងឆ្នាំណាឆ្នាំ2023ខែ10ថ្ងៃទី22នៅមានកំណត់ត្រាកំណត់ហេតុត្រឹមត្រូវចាថានាងខ្ញុំមិនទាន់បានអានទេបើអានគឺត្រូវមានប្រឡាក់ប្រឡូកហើយដោយសារខ្ញុំមនុស្ស clumsy ប៉ុន្តែស្អាតដដែលចាទំព័រគឺរាបស្មើមិនធ្លាប់មានអាណាបានប៉ះទេអូមានសញ្ញាពីបងរ៉ូសាហើយសភៅក្បាំងមុខប្រមាណនឹងដែរត្រូវបាននិពន្ធទៅដោយបងម៉ាណិតនិងបងបូណារ៉ូសាវាណាមីខ្ញុំមិនទាន់ដឹងអីពីសភៅហ្នឹងឯអ្នកគ្នា to be honest គ្រប់គ្រងការផលិតដោយបងម៉ាណិតនិពន្ធដោយបងម៉ាណិតនិងបងរ៉ូសាជំនួយការផលិតគឺមានបងម៉ូលីណានិងតារាផ្កាយហើយសម្រាប់សម្រួលដោយបងរក្សាសូមាវតីបងកញ្ញាបងសុជីតាបងរ៉ូសាហើយជាទីប្រឹក្សាគឺបងមរកតហើយរចនាតួអង្គគឺរចនាដោយបងម៉ាណិតបងធីណាបងរ៉ូសារចនាចំណងជើងគឺបងសេរីផលិត book trailer គឺដោយបងម៉ាណិតនិងបងម៉ានុតសភៅនោះ actually 35,000តែដោយសារយើងទិញ limited edition ចឹងទៅវាអស់17រៀល.75ឥឡូវខ្ញុំអានការពន្យល់លងណាមកហើយមានប្រឡងផ្កាឈូកមួយបានចាប់កំណើតជាមួយនឹងឥទ្ធិពលដ៏អស្ចារ្យដែលអាចបំរើមើលពីភាពភ័យខ្លាចរបស់អាណាចក្រទាំងមូលទាំងដែលការកលៈនឹងអាចកលាមុខទៅជានរណាក៏បានតាមចិត្តប្រាថ្នាគេថាបើជានរណាម្នាក់បានគ្រប់គ្រងស្បែកមុខនោះគេនឹងអាចកលាខ្លួនជាអ្វីក៏បានពេលនោះសនឹងខ្មៅសនឹងខ្លាចជាខ្មៅបិសាចនឹងខ្លាចជាទេវតាហើយពិភពលោកនឹងក្រឡាប់ចាក់បាត់អស់សេចក្តីពិតពពួកទេវតាព្យាយាមសម្រាប់ព្រះនាងពពួកអសុរៈព្យាយាមតាមប្រមាញ់ហើយស្បែកមុខព្រះនាងរត់គេចខ្លួនពីកន្លែងមួយទៅកន្លែងមួយយ៉ាងលំបាកលំបិនតែមានតែបរទេសសេះដល់សង្ហាម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តជួយព្រះនាងគេចខ្លួនពីចក្រវាលមួយដែលគ្មាននរណាតាមទៅដល់ក្បាំងមុខព្រះម៉ែខ្ញុំក៏អត់ដឹងសាច់រឿងនេះមិនដែរ to be honest yeah ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបានអានឆាប់នេះដោយសារតែ why not it's a good story ខ្ញុំដឹងថាវាជា good story ហើយខ្ញុំជួយចិត្តពំសភៅខ្ញុំជួយ to be honest សភៅបានមកពីសាញ់សភៅនោះគឺខ្ញុំជួយចិត្តជាងគេគឺសភៅដែលក្រាស់ហើយក្បាលរឹងកម្របរឹងខ្ញុំមានមួយដែរគឺពនាងមុខ1000និងគ្រោះថ្នាក់ទាំង7ខ្ញុំមានអាហ្នឹងមួយខ្ញុំមិនទាន់បានអានពនាងមុខ1000ទី2ទេតែខ្ញុំខ្សឹបផាក់មួយទៀតចង់និយាយថាពនាងមុខ1000ហ្នឹងគឺខ្ញុំអានមួយឆ្នាំបញ្ចប់ចា anyway យើងបំភ្លេចពីរឿងអ្វីៗគ្រប់យ៉ាងយើងមកមើលទៅសភៅ limited edition only ដែលយើងបានខ្ញុំគិតថាបើចង់ទិញគឺក៏អត់មានដែរខ្ញុំទិញបានណា anyway ក្នុងសភៅនេះគឺសូកូឡាធម្មតាអ្នកនរគ្នា
កាឡាធម្មតាទាំងអស់និយាយទៅកាឡាសអត់មានទាំងកាឡាផងតែกระดาษធម្មតា I mean ហើយនឹង sticker ខ្ញុំចង់បិទដែរតែស្ដាយហើយខ្ញុំមិនដឹងបិទនៅកន្លែងណាខ្ញុំខ្លាចនិយាយទៅស្ដាយចង់ទៅមានតែទុកហើយនេះគឺជា bookmark របស់យើងនោះយ៉ាអ្នកគ្នាខ្ញុំដឹងថាអ្នកគ្នាចំណាយខ្ញុំដោយសារអ្នកខ្លះបានអានហើយតែបានកាន់ bookmark ហ្នឹងឯងដោយសារគាត់បានតែ limited edition ចាដូចខ្ញុំទេចាទោះបីខ្ញុំមិនបានអានលឿនតែខ្ញុំបានកាន់ limited edition set ចាអាហ្នឹងដាក់ចែកលយអ្នកគ្នា look so powerful តែបើដាក់មកកតាដូចដាក់xongអាហ្នឹងដាក់បានតែមើលចឹងទៅបើផងមែនតើគឺអត់បានទេ to be honest ផងមែនតើតោះដាក់កដាចែកមកបើយកដាក់ដូចខ្ញុំដាក់ហ្នឹងប្រកាសជាបាក់ហើយ anyway ឥឡូវ wait ខ្ញុំដាក់ជុំវិញសិន okay so ត្រឡប់មកវិញគឺនេះជា limited edition set របស់ស្រឡាញ់សភៅក្នុងរឿងព្រះនាងក្បាំងមុខព្រះម៉ែ What did I say ព្រះនាង It's not like ព្រះនាងមកពាត់នេះគឺជា limited edition set របស់ក្បាំងមុខព្រះម៉ែហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបានអាននៅក្នុងពេលវេលាឆាប់ៗនេះហើយ yeah see you in the next video